ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងអ្នកគាំទ្ររបស់លោកបានរិះគន់ចិនថាបានលួចការងាររបស់ពលរដ្ឋអាមេរិកកាំងប៉ុន្តែចំពោះអ្នកដែលលោកដូណាល់ត្រាំសន្មតថាជាចោរនោះបាននិយាយថាការអះអាងនេះគឺខុសទាំងស្រុងយោងតាមសារព័ត៌មាន MSN បានចេញផ្សាយនៅថ្ងៃទី23ខែកុម្ភៈម្សិលមិញនេះបានឲ្យដឹងថាដើម្បីដោះស្រាយបញ្ហាជាមួយនឹងការលើកឡើងរបស់លោកត្រាំពលករចិនបានប្រាប់សារព័ត៌មាន CNBC ថាកិច្ចព្រមព្រៀងគឺបានបញ្ជាក់យ៉ាងច្បាស់ជាមួយនឹងពួកគេរយៈពេលជាច្រើនឆ្នាំមកហើយបណ្ដាក្រុមហ៊ុនរបស់អាមេរិកបានមកបង្កើតនៅសួនឧស្សាហកម្មក្នុងប្រទេសចិននិងបានជួលពលករចិនសម្រាប់ជាផ្នែកមួយរួមជាមួយនឹងពលករអាមេរិកបន្ទាប់ពីក្រុមអាមេរិកទាំងនោះបានលក់ផលិតផលជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងទៅឲ្យអ្នកប្រើប្រាស់ដែលជាអតិថិជនអាមេរិកដែលទិញក្នុងតម្លៃថោកចំណែកពលករចិនគឺអាចរកប្រាក់កម្រៃសម្រាប់មួយផ្នែកដើម្បីពួកគេបានរួចផុតពីភាពក្រីក្រពលករចិនម្នាក់ដែលធ្វើការនៅក្រុមហ៊ុនអាមេរិកដែលមានទីតាំងនៅទីក្រុងជាស៊ីងរបស់ចិនបានប្រាប់ CNBC ថាខ្ញុំមិនគិតថាលោកដូណាល់ត្រាំត្រូវឡើយក្រុមហ៊ុនអាមេរិកកាំងមកបណ្ដាក់ទុននៅទីនេះពួកគេទទួលបានផលហើយយើងជាអ្នកធ្វើការវាជាយុទ្ធសាស្ត្រឈ្នះឈ្នះ